ពួកខ្ញុំនៅតែតស៊ូទៅមុខនៅតែប្រឹងរៀននៅតែជួយគ្នាទៅវិញទៅមកដើម្បីឲ្យពួកខ្ញុំនឹងមានអនាគតល្អទៅមុខចូលរួមសកម្មភាពសង្គមឲ្យបានទាំងអស់គ្នា Love AIអារម្មណ៍ខ្ញុំផ្ទាល់នៅថ្ងៃនេះព្រោះខ្ញុំពិតជាមានអារម្មណ៍ថាប្លែកដែលបានសិក្សានៅឯក្រៅបន្ទប់ដូចជាការសិក្សាអំពីបំណងជីវិតបរិបត្តិការរស់នៅរបស់អ្នកដែលបានរស់នៅឯអង្គការមួយនេះបទពិសោធន៍នេះផ្ទាល់បានយល់កាន់តែច្បាស់អំពីវប្បធម៌នៃការចែករំលែកពេលដែលខ្ញុំបានឃើញនៅទឹកចិត្តដ៏ស្មោះសរនិងដ៏ល្អរបស់អ្នកដែលបានចូលរួមនៅកម្មវិធីមួយនេះជំរុញឲ្យខ្ញុំកាន់ចូលរួមក្នុងការចែករំលែកមួយនេះកាន់តែបានច្រើនមានអារម្មណ៍ថាសប្បាយចិត្តដែលខាងសាលា AI បាននាំនៅអំណោយជាច្រើនដែលខាងអង្គការខ្ញុំត្រូវការជាប្រចាំខ្ញុំពិតជាមានសេចក្តីសំណោះរីករាយក្រៃលែងដែលអ្នកអង្គការវិជ្ជបណ្ឌិតព្រមទាំងមជ្ឈមណ្ឌលភាសា AI បានចូលរួមជាមួយនឹងអង្គការផ្ដុំដាននៃក្តីស្រឡាញ់ក្នុងការជួយបងប្អូនទាំងអស់ដែលកំពុងតែទទួលបានការឧបត្ថម្ភពីអង្គការផ្ដុំដាននៃក្តីស្រឡាញ់ឲ្យមានសេចក្តីសង្ឃឹមភាពញញឹមក៏ដូចជាជួយឲ្យពួកគាត់ទទួលបាននៅអាហារគ្រប់គ្រាន់ជួយឲ្យគាត់ទទួលបានឱកាសរៀនសូត្រកាន់តែប្រសើរឡើងជាពិសេសគឺអាចឲ្យគាត់មើលឃើញអំពីការចូលរួមរបស់បងប្អូនដែលមកពីមជ្ឈមណ្ឌលភាសា AI ទាំងពីរសាខាក្នុងការចូលរួមជួយសង្គមជាតិរបស់យើងបើមិនមានការជួយជ្រោមជ្រែងពីអង្គការផ្ដុំដាននៃក្តីស្រឡាញ់ការចូលរួមយ៉ាងសកម្មរបស់អ្នកអង្គការវិជ្ជបណ្ឌិតគួចមេនលីដែលមានមូលនិធិមេនលីជាគួចបាទដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការជួយបងប្អូនដែលមកពីគ្រួសារក្រីក្រឲ្យមានឱកាសទទួលបានការអប់រំឲ្យមានឱកាសទទួលបានការថែទាំបានល្អប្រសើរនិងទទួលបានអាហារូបត្ថម្ភដែលអាចធ្វើឲ្យគាត់មានការលូតលាស់បានប្រសើរនិងមានថាជីវិតមួយដែលរីករាយចំណុចដែលនាងខ្ញុំចូលចិត្តជាងគេនៅក្នុងកម្មវិធីមួយនេះគឺជីវភាពរបស់សិស្សឬមួយក៏បរិស្ថាននៅជុំវិញនៅសាលានេះមិនថាយើងមកពីមជ្ឈដ្ឋានណាឬសង្គមណាគឺពួកយើងមានសិទ្ធិផ្ដល់ការអប់រំនិងចែករំលែកបទពិសោធន៍ផ្សេងៗគ្នាទៅម្នាក់ៗខ្ញុំនឹងជំរុញទឹកចិត្តមិត្តភ័ក្តិទាំងអស់គ្នាឲ្យចូលរួមកម្មវិធីសប្បុរសធម៌ឲ្យបានច្រើនដើម្បីទទួលបទពិសោធន៍ផ្សេងៗនៅក្នុងការរស់នៅមិនថាក្នុងសង្គមឬមជ្ឈដ្ឋានអ្វីមួយឲ្យពួកគាត់ចេះដឹងការសហការគ្នានិងការចេះជួយគ្នាបានច្រើនដោយសារតាមរយៈកម្មវិធីសប្បុរសធម៌សិស្សានុសិស្សនឹងទទួលបានចំណេះដឹងព្រមទាំងរៀនស្វែងយល់ពីវប្បធម៌ចែករំលែកផ្សេងៗនាងខ្ញុំពិតជាណែនាំទៅកាន់សិស្សានុសិស្សគ្រប់រូបឲ្យចូលរួមនៅកម្មវិធីសប្បុរសធម៌ដែលជាផ្នែកមួយនៃការអភិវឌ្ឍសង្គមឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគតចំពោះបទពិសោធន៍និងចំណេះដឹងដែលខ្ញុំទទួលបាននៅថ្ងៃនេះគឺបានបង្រៀនឲ្យខ្ញុំយល់ច្បាស់អំពីការជួយទៅដល់សហគមន៍ហើយខ្ញុំសង្ឃឹមថាចំណេះដឹងនិងបទពិសោធន៍នៅថ្ងៃនេះនឹងជួយជំរុញទឹកចិត្តរបស់ខ្ញុំឲ្យនៅតែបន្តចូលរួមសកម្មភាពបែបនេះនិងជួយឲ្យសហគមន៍របស់យើងកាន់តែរីកចម្រើននៅថ្ងៃខាងមុខទៀតអរគុណ